ជាបន្ទាន់ខ្មែរនាំគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះបញ្ចូលទៅ UN រហូតបានផលអង្គការសហប្រជាជាតិ UN ជំរុញឲ្យមានបទឈប់បាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកៅរ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈដែលព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជានិងប្រទេសថៃបញ្ឈប់អំពើជាសត្រូវនឹងគ្នានិងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនដោយសារចំនួនតាមព្រំដែនបានកើនឡើងលោក Jeremy Lightren អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយសារយន្តហោះចម្បាំងដ្រូននិងកាំភ្លើងធំស្ថិតនៅក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រោមច្បាប់សង្គ្រាមបញ្ហាយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់នូវការបាញ់ប្រហារជាបន្ទាន់ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនិងការចរចាមិនដឹងថារដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ